bằng đó sum đua thì bài sập pi lục bàn xạ xu thả tá sray ai được nom cách cam vị thi đôi chỉ sốt môn cho bạn trẻ bắt trong cam vị thi một cô cá nước bàn đại tề chẳng môn năng chiên tàu đò cá chơi sum đua này em xôm lợt làng pịa nợ pịa cân lức rồi hào ta cam vận dụng pịa mình tết tìm mũi cứ pịa tham một cô para ta sẽ cái đây chấm ra cái đây sọc sray xu sray rất có hết để nom cá sẽ cái đây sọc chấm ra tí pi biệt thạc ca không tin ní miền này thà cứ chia ca riệp trong vì việc hạ bằng côn ca xăm côn prosai khai thì cú span mai phải gì chẳng sẽ cái đây sọc sẽ cái đây chấm ra tại vật cát làm ban chấm pu mình nuôi dương mình nè nữa mình bậc can thà nè nu chia bỏ ra rứa cơ chia stray lai trong con cá đựng non cạnh cam thì bàn tay để dương tay chỉ thọ khơi chỉ tu tư mất cứ dương tay để khơi thà tròn tại miền lộ cha chia bỏ ra hào thà cha hay bờ sân chia stray một tháng acharani mình này tha cứ nét đại miền nơi trà ra cứ nét miền quạt quạt bát lò trầm trầu bị acharani có được như đại cứ chỉ nét đại bàn đào tu nông phép chưa cầm ru kê chỉ nét đại miền ca aprom đào kê nét đại miền quạt quạt bát lò hay chỉ nét miền côn thò sờ thò theo ta côn vót tức côn sầm bát xem đại ai coi nét đại tây nước miền sẽ cái đây chỉ là khá miền ca có rục tàu bàn chẳng cách ni mùi để ai thơ nó từ tu bay chia bồ rắc cái đây chia sợi tây cái đây chia cha rửa cha là ni cái đây đa lộ miền hào ta quân sầm bắn lo để cua chỉ ti cờ rốc cua chỉ ti sờ lanh châu chắc nó có ai đặng nom cách cam vị thi mình cua xem ban đây mình tha tay nó không vị thi sốt môn tế nó không cách cam vị thi cam nền niaឬក៏nó không sạch sạch vị thi xem có ai vừa bán đây ao tại sợi nút con miền theo tại trà rácคือการประพฤติត្រឹមត្រូវហើយជាអ្នកមានវត្តប្រតិបត្តិល្អឬក៏ជាអ្នកដែលមានចំណេះចេះដឹងជ្រៅជ្រះនៅក្នុងកិច្ចកម្មវិធីមួយមិនថាបែបពិធីសាសនាឬក៏នៅក្នុងសិលធម៌នៃការរស់នៅទេគឺសុទ្ធតែអាចធ្វើបានប៉ុន្តែគ្រាន់តែជាទំនៀមរបស់ខ្មែរយើងនៅក្នុងកិច្ចកម្មវិធីទាំងអស់មិនថាកម្មវិធីមង្គលការឬកម្មវិធីបុណ្យផ្សេងទេគឺតែពងពោរកទៅលើមនុស្សប្រុសដែលជាអាចារ្យហ្នឹងលោកមកដឹកនាំកិច្ចកម្មវិធីហ្នឹងដោយហេតុផលមួយចំនួនពីដើមចាស់ជន់ដើមឬក៏ឥឡូវនេះក្តីអ្នកដែលអាចមកធ្វើជាអ្នកដឹកនាំកិច្ចកម្មវិធីមង្គលបានមិនថាពិធីបុណ្យឬក៏ពិធីមង្គលការទេគឺភាគច្រើនគឺលោកធ្លាប់បានបួសរៀនមានការសិក្សាពីពុទ្ធវចនៈឬក៏ទំនៀមទម្លាប់ប្រពៃណីសាសនាទំនៀមទម្លាប់ខ្មែរយើងនឹងច្រើនហើយលោកក៏មានកម្លាំងមាំមួនលោកមានការអត់ធ្មត់តស៊ូទទួលភារៈទាំងឡាយបានជាងស្ត្រីដោយស្ត្រីគឺទោះបីថាមានការចេះដឹងដូចគ្នាមែនប៉ុន្តែគ្រាន់តែបើកម្លាំងកំហែងកាយពលគឺហាក់នៅមិនទាន់ស្មើដូចជាបរិសុទ្ធហើយចឹងហើយទៅក្នុងកិច្ចកម្មវិធីមួយដែលមានទាំងអាចារ្យនីហ្នឹងគឺថាលោកអាចារ្យហ្នឹងឯងជាប្រមុខគេក្នុងការដឹកនាំកម្មវិធីដោយច្រើនហើយក៏មានការចូលរួមនៅផ្នែកខ្លះនៅក្នុងកម្មវិធីហ្នឹងដែលមានវត្តមានរបស់អាចារ្យនីឬក៏អាស័យលវតីដែលជាអ្នកមានវត្តប្រតិបត្តិល្អក្នុងការដឹកនាំកិច្ចកម្មវិធីហ្នឹងបានដែរហើយមួយទៀតគឺអាស្រ័យទៅលើទីកន្លែងដែលអស់លោកមានការនិយមរាប់អានដែរបើសិនបើពេលខ្លះបិទតែអាចារ្យជាអ្នកដឹកនាំកិច្ចកម្មវិធីមូលធំក៏ដោយប៉ុន្តែបើកិច្ចខ្លះទៀតលោកអាចអញ្ជើញអាចារ្យនីឬក៏សៃលវតីដែលលោកមានការចេះចាំនៅកន្លែងណាឲ្យលោកជាអ្នកដឹកនាំក្នុងកិច្ចខ្លះអញ្ចឹងក៏បានដែរនេះគឺជាការលើកតម្កើងទៅដល់គុណតម្លៃនៃការចេះដឹងទៅលើចំណេះវិជ្ជាដូចជានៅក្នុងពុទ្ធសាសនាក្តីគឺដែលជាហៅថាសៃលវតីឬក៏បាសិកាក្តីឬអាចារ្យនីក្តីជាអ្នកមានការប្រតិបត្តិតន្តែឬក៏សិក្សារៀនសូត្រច្រើនមានសេចក្តីព្យាយាមនៅក្នុងការប្រតិបត្តិសីលវត្តរបស់លោកហ្នឹងណាក៏លោកអាចចូលរួមក្នុងការបញ្ចេញជាចំណេះដឹងក្នុងការកិច្ចការងារនឹងបានដែរព្រោះការចេះដឹងគឺមិនថាប្រុសមិនថាស្រីទេគឺឲ្យតែសិក្សាកន្លែងណាគឺគង់តែចេះកន្លែងហ្នឹងដូចគ្នាយល់កន្លែងហ្នឹងហើយអាចដឹកនាំអាចធ្វើបានដូចតែគ្នាសូម្បីតែនៅក្នុងសម័យពុទ្ធកាលក៏ដោយក៏មានអ្នកបុស្រីដែលយើងហៅថាភិក្ខុនីឬក៏អ្នកសម្ដែងធម៌ជាស្ត្រីអ្នកពលធម៌ជាស្ត្រីឬអ្នកមានភាពជាគំរូគេជាស្ត្រីហ្នឹងក៏មានដែរមានដោយច្រើនគឺសិតតែអ្នកបានសិក្សារៀនសូត្រក្នុងផ្លូវ
នៃពុទ្ធសាសនាចេះចាំនៅសិក្ខាបទឬក៏ចំណេះជំនាញធម្មទេសនាផ្សេងៗហើយយកមកផ្សព្វផ្សាយដល់មនុស្សតគ្នាហ្នឹងក៏មានដែរគ្រាន់តែយើងជាខាងក្រោយនេះគឺមិនសូវមានច្រើនដូចសម័យពុទ្ធកាលទេដែលហេតុផលមួយចំនួនដូចជាក្នុងប្រទេសខ្មែរយើងអញ្ចឹងគឺមានការឲ្យអតិភិបទៅលើផ្នែកបរិបរោះក្នុងការដឹកនាំកិច្ចកម្មវិធីហ្នឹងហើយក៏មានផ្នែកខ្លះៗទៀតដែលអាចចូលមករួមបាននៅក្នុងនាមជាអ្នកចេះដឹងនៅក្នុងកិច្ចនីមួយៗហ្នឹងអាចមកចូលរួមបានគឺมันមានជាការតោះខុសទេដោយឡែកដតីផ្សេងពីនឹងទៀតក៏យើងឃើញមានថាស្ត្រីមួយចំនួនដែលជាអាចារ្យនីក្តីសីលវតីក្តីជាគ្រូឧទ្ទេសសាចារ្យធម្មាចារ្យក្តីលោកក៏សុទ្ធតែអាចយកចំណេះជំនាញដែលលោកចេះហ្នឹងយកមកបង្ហាត់បង្រៀនអ្នកចំនួនក្រោយទៀតមិនថាប្រុសមិនថាស្រីមិនថាបព្វជិតឬក្រហមសុទ្ធតែបានដូចគ្នាมันមានជាការតោះខុសទេសំខាន់ទៅលើការចេះដឹងចំណេះរបស់លោកនៅក្នុងកម្រិតណាដែលអាចចែករំលែកបណ្ដុះបណ្ដាលទៅដល់អ្នកណាហើយបើសិនបើយើងគិតទៅដល់គុណតម្លៃនៃចំណេះដឹងឬក៏សមត្ថភាពយើងត្រូវចេះបែងចែកនិងទទួលយកហើយផ្ដល់ឱកាសឲ្យគ្នាដូចជាថាអ្នកចេះតិចបង្រៀនអ្នកមិនចេះមិនន័យថាចេះតិចមែនប៉ុន្តែឲ្យត្រូវឲ្យត្រង់តាមក្បួនតាមច្បាប់តាមទំនៀមទម្លាប់បរិញ្ញាអ្នកអត់ចេះអ្នកចេះតិចបង្រៀនអ្នកមិនចេះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអញ្ចឹងកាលណាចេះដឹងច្រើនមានការសិក្សាច្រើនស្រាវជ្រាវច្រើនចេះច្រើនមកបរិញ្ញាអ្នកដែលចេះតិចអ្នកចេះតិចមានសេចក្តីព្យាយាមតស៊ូប្រឹងប្រែងយូរទៅក៏គង់តែចេះច្រើនដូចគ្នាអញ្ចឹងនេះគឺជាគុណប្រយោជន៍នៃចំណេះដឹងដែលយើងចេះហើយអាចចែករំលែកបន្តគ្នាយូរទៅក៏នឹងកើតទៅជាប្រយោជន៍ដល់មនុស្សជាច្រើនហើយក៏ធនធានមួយក៏ចាប់ផ្ដើមមានសមត្ថភាពកាន់តែខ្ពស់ដែរការចែករំលែកចំណេះដឹងប្រៀបបានដូចជាការបន្តប្រតិបទានមួយដើមបន្តគ្នាពីមួយទៅមួយទានមួយដើមអាចបន្តទៅរាប់រយរាប់ពាន់រាប់ម៉ឺនដើមអញ្ចឹងចំណេះដឹងដូចគ្នាកាលណាបើចេះដឹងល្អត្រឹមត្រូវល្អយើងមករៀនពីម្នាក់ទៅម្នាក់ពីម្នាក់ទៅម្នាក់រាប់រយរាប់ពាន់អ្នកកើតទៅជាការចេះដឹងល្អព្រោះសេចក្តីល្អនេះឯងយើងសិតតែអាចចែករំលែកគ្នាបានត្បិតតែមិនមែនជារបស់ដែលកាន់ហុចឲ្យដល់គ្នានឹងគ្នាមែនប៉ុន្តែគុណតម្លៃនៃការចេះចែករំលែកនិងការចេះទទួលយកពិតជានាំមកនៅប្រយោជន៍បានយ៉ាងច្រើនមែនដូចជាយើងស្ដាប់ប្រធរក្តីស្ដាប់ពាក្យអប់រំពីព្រះសង្ឃក្តីពីអាចារ្យធម្មអាចារ្យក្តីកាលណាលោកចែករំលែកបន្តគ្នាអ្នកដែលចេះតែស្ដាប់បន្តគ្នាក៏ចែករំលែកប្រាប់ប្រងគ្នាយូរច្រើនទៅក៏កើតទៅជាប្រយោជន៍មានអ្នកចេះដឹងល្អច្រើនអញ្ចឹងសរុបមកវិញដើម្បីឲ្យចំណេះដឹងអ្នកដែលចេះអ្នកដែលយល់អ្នកដែលមានសមត្ថភាពនៅក្នុងការបញ្យល់ការបង្រៀននៅក្នុងជំនាញនីមួយមិនថាអ្វីក៏ដោយចេះតិចអាចឲ្យគាត់ជួយបង្រៀនជួយប្រាប់យើងអ្នកដែលអត់ចេះហើយអ្នកដែលចេះច្រើនក៏ចែករំលែកនៅចំណេះជំនាញសមត្ថភាពហ្នឹងមកឲ្យអ្នកដែលចេះតិចឬអ្នកដែលមិនចេះសោះដើម្បីកុំឲ្យចំណេះដឹងនោះវាសាបសូន្យព្រោះពេលវេលាវាចេះតែកន្លងផុតទៅការចេះដឹងរបស់មនុស្សម្នាក់ៗគឺត្រូវការប្រើពេលវេលាសិក្សាស្រាវជ្រាវច្រើនណាស់ហើយបើសិនបើការចេះដឹងហើយយើងមិនបានឲ្យគាត់ចែករំលែកឬគាត់ព្រមទទួលយកនឹងការចែករំលែករបស់គាត់ទេនឹងខាតធនធានទីមួយខាតអំពីអ្នកដែលចេះហើយនោះនឹងទៅវិញសាបសូន្យចោលទៅទេអត់បានទៅជាឧបការៈដល់អ្នកជាខាងក្រោយហើយមួយទៀតយើងជាអ្នកខាងក្រោយនេះហៅថាជាអ្នកឥតលៀបឥតសំណាងដែលអត់បានទទួលយកនៅអ្វីដែលជាមរតករបស់មនុស្សចំនួនមុនមិនថាឪពុកម្ដាយរៀមច្បងជាដូនជាតាចាស់ព្រឹទ្ធាចារ្យឬអ្នកណាទេដែលមានការចេះដឹងល្អហើយអត់បានទទួលយកពីគាត់យើងជាមនុស្សឥតសំណាងឥតវាសនាឥតភ័ព្វហើយឥតសំណាងឥតភ័ព្វនេះអាចកើតមកពីហេតុមួយចំនួនទី1គឺសេចក្តីខ្ជិលច្រអូសហ្នឹងក៏ទៅជាហេតុដែលមិនឲ្យបាននៅចំណេះដឹងឬវិជាការផ្សេងទី2ព្រោះតែការមិនដាក់ចុះនៅមេនះគេហៅថាមានភាពរឹងត្អឹងមេនះរឹងត្អឹងបានន័យថាយើងគិតថាយើងនឹងចេះច្រើនហើយល្មមហើយមិនអាចមានអ្នកណាមកថាជាអ្នកបដៅយើងបានឬក៏យើងមិនចង់បានចំណេះជំនាញការចែករំលែកពីអ្នកណាមកទេគ្មានអ្នកណាស្មើយើងនៃការបញ្ញត្តិបែបនេះគឺមិនល្អទេដោយពាក្យកំណាព្យក្នុងឈឹងការនោះគាត់និយាយថាម្នេះជើងឯងបែកខាងរឹងល្ងងម្លឹងគុំមិនព្រមចាញ់ទៅណាម្នេះនេះមានអារ៉ាប់ណាប្រយោជន៍ខ្លឹមសារត្រូវអន្តរាយកាលណាបើយើងអត់ចេះដាក់ម្នេះចុះអត់ទទួលយកការចែករំលែកអ្នកដទៃឬក៏ស្រឡាញ់ការចែករំលែករបស់អ្នកដទៃទេយើងនឹងក្លាយទៅជាមនុស្សអាសាអត់ការហើយព្រោះយើងម្នេះពេកអត់បានប្រយោជន៍សោះសូន្យចោលទៅទេអញ្ចឹងជាសរុបមកវិញដើម្បីឲ្យកើតទៅជាប្រយោជន៍ដាក់ចុះម្នេះហើយមានសេចក្តីស្រឡាញ់ក្នុងការទទួលយកការចែករំលែកពីអ្នកដទៃ
នឹងខ្លាយទៅជាអ្នកទទួលបាននូវចំណេះដឹងទាំងអស់គ្នាមិនប្រកាន់ក្មេងចាស់ប្រុសស្រីវ័យរបស់មនុស្សយ៉ាងណាទេគឺអាចចែករំលែកគ្នាបានអញ្ចឹងខ្ញុំសូមសង្ខេបបញ្ចប់ត្រឹមតែប៉ុណ្្នឹងថាចំពោះអាចារ្យនីដែលហៅថាអាចារ្យស្រីឬក៏អ្នកដែលមានចំណេះដឹងជាស្រីហ្នឹងក៏អាចមកចែករំលែកនៅក្នុងកិច្ចកម្មវិធីមួយចំនួនដែលយើងអត់ចេះហើយគាត់ចេះគឺពិតជាអាចចែករំលែកដល់យើងបានអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះ